សួស្តីខ្ញុំឈ្មោះ Danny ជាអ្នកសម្របសម្រួលសេវាកម្មនៅមជ្ឈមណ្ឌលប្រចាំតំបន់ Sunny Town រដ្ឋ California ថ្ងៃនេះខ្ញុំចង់ពិភាក្សាអំពីលក្ខខណ្ឌតម្រូវទី6នៃបទបញ្ជាចុងក្រោយរបស់ XCBS ការការពារអ្នកជួលលក្ខខណ្ឌតម្រូវបញ្ជាក់ថាអ្នកត្រូវតែមានការការពារដូចគ្នានឹងអ្នកជួលផ្សេងទៀតក្នុងប្រព័ន្ធមជ្ឈមណ្ឌលក្នុងតំបន់យើងប្រើកិច្ចព្រមព្រៀងឲ្យចូលស្នាក់នៅត្រឡប់ទៅ Sunny Oak ហើយមើលថាតើចានប្រឡាក់ប្រព័ន្ធផ្លូវច្បាប់របស់អាមេរិកនិងអណ្ដឹងមួយឈ្មោះ WAC បានជួយ Steven ឲ្យយល់ដឹងអំពីសិទ្ធិរបស់គាត់ក្នុងនាមជាអ្នកជួលនៅ Sunny Oak ដោយរបៀបណាធ្វើបានល្អ WAC ឥឡូវអង្គុយចុះអូទេលឿនលាក់ខ្លួននៅក្រោមនេះមកអូសួស្តីដេកទ័រតែមានកាយផងណូវ៉ាបានសូមឲ្យខ្ញុំទៅយកឯងមកវិញដើម្បីប្រជុំគ្នានៅផ្ទះអូទេណូវ៉ាបានដឹងហើយនាងនឹងមិនដេញខ្ញុំចេញពីផ្ទះមិនខានទេDexter តើលោកបាននិយាយអីមិននិយាយអីទេវិញនឹងត្រូវបណ្ដេញចេញពីផ្ទះហើយថាម៉េចហេតុអីទៅព្រោះខ្ញុំលួចលាក់អណ្ដើកចិញ្ចឹមនៅក្នុងបន្ទប់របស់ខ្ញុំនេះគឺជា WAC ជាអណ្ដើកជាទីស្រឡាញ់របស់ខ្ញុំព្រះអើយកុំឲ្យស្លាញ់ណាស់កុំឲ្យស្លាញ់មែនតើវាជាអណ្ដើកខ្សែតូចណាស់ត្រូវតែការពារឲ្យបានល្អអញ្ចឹងយើងសម្រេចចិត្តហើយយើងនឹងតវ៉ានឹងរឿងនេះហើយប្រសិនបើ WAC ត្រូវទៅយើងទៅទាំងអស់គ្នាតវ៉ានឹងរឿងនេះអីធ្វើយ៉ាងម៉េចទៅឯងត្រូវការមេធាវីខ្ញុំនឹងធ្វើការងារនេះខ្ញុំធ្វើជាមេធាវីឯងធ្វើមេធាវីរបស់ខ្ញុំនៅក្នុងរដូវកាលទី5 Lanterman បានក្លាយជាមេធាវីសម្រាប់ភពផ្កាយដូចតារាអវកាសមែនទេផ្កាយពិតប្រាកដភពនានាកំពុងប្តឹងពួកគេអូខេខ្ញុំអាចធ្វើជាសាក្សីរបស់តួអង្គហើយខ្ញុំនឹងធ្វើសញ្ញាតវ៉ាយើងនិយាយថាសង្គ្រោះ WAC ពេលរាប់ដល់3 1 2 3សង្គ្រោះ WAC ទេមិនអាចទេ WAC នឹងមិនទៅណាទេមិនអាចទេ WAC នឹងមិនទៅណាទេមានរឿងអីទៅអនុញ្ញាតឲ្យខ្ញុំណែនាំខ្លួនបន្តិច Dexter មេធាវីប្រចាំ Galaxy អតិថិជនខ្ញុំបានជួយសេវាកម្មរបស់ខ្ញុំដើម្បីទប់ស្កាត់ការបណ្តេញគាត់ចេញពីបន្ទប់អតិថិជនការបណ្តេញចេញថាម៉េចអស់លោកស្រីនៃគណៈវិនិច្ឆ័យខ្ញុំសូមជម្រាបថាហើយខ្ញុំដកស្រង់សម្ដីតើផ្កាយមានទូនាទីអ្វីទៅបើមិនផ្ដល់នៅទំនាញដើម្បីទប់ខ្លួនរបស់យើងទាំងអស់គ្នាហើយតើ WAC មិនមែនជាផ្កាយទេអីអ្នកដឹងទេគាត់ក៏និយាយត្រូវដែរក្នុងនាមជាសាក្សីជំនាញខ្ញុំអាចបញ្ជាក់បានថា Steven តែងតែគិតគូរនឹងជាអ្នកថែទាំដែលយកចិត្តទុកដាក់ចំពោះ WAC តើអ្នកកំពុងនិយាយអំពីអ្វីទៅ WAC មិនអាចទៅបានទេតើ WAC ជានរណានេះគឺជា WAC អណ្ដើកជាទីស្រឡាញ់របស់ខ្ញុំដែលលោកបានចិញ្ចឹមនៅក្នុងបន្ទប់រយៈពេល1ខែហើយអ្នកនឹងហើយមែនហើយចាំពេលអ្នកស្នើឲ្យខ្ញុំតាមដានអ្នកនៅលើ Instant Chat អូយ៉ាអញ្ចឹងអ្នកឯងគឺជា Supernova 1983សងកុំដេញខ្ញុំចេញពីផ្ទះអីគ្មាននរណាម្នាក់ត្រូវបានបណ្តេញចេញទេខ្ញុំគ្រាន់តែចង់និយាយជាមួយអ្នកអំពីការសម្អាតចានរបស់អ្នក Steven អ្នកអាចចិញ្ចឹមសត្វបានខ្ញុំអាចប្រកាសណាស់ចំណុចទាំងអស់មាននៅក្នុងកិច្ចព្រមព្រៀងការចូលស្នាក់នៅនោះជាស្អីកិច្ចសន្យាដែលអ្នកបានចុះហត្ថលេខានៅពេលអ្នករើចូលអ្នកបានអានវាហើយមែនទេប្រហែលអូខេគ្រប់គ្នានៅក្នុងបន្ទប់ញ៉ាំបាយនេះយើងគួរតែអានវាជាមួយគ្នាអ្នកទាំងអស់គ្នាត្រូវដឹងពីសិទ្ធិរបស់អ្នកដោយដែលអ្នកដឹងហើយទោះបីថាមិនមែនគ្រប់កន្លែងសុទ្ធតែអនុញ្ញាតសត្វចិញ្ចឹមក៏ដោយក៏នៅ Sunny Oak នេះយើងអនុញ្ញាតដល់រាប់ណាពួកគេមានទីជម្រកត្រឹមត្រូវតែយើងយកគ្នាឬនៅអតិថិជនខ្ញុំយល់ថាករណីនេះសមហេតុផលហើយល្អណាស់សូមណែនាំដល់អតិថិជនរបស់អ្នកឲ្យលាងចានបើមិនអញ្ចឹងទេតុលាការនេះត្រូវតែកាត់ក្តីលើពួកគេត្រូវហើយ Steven រក្សាទុក WAC បានសេដ្ឋីបានផ្ដល់នៅក្នុងកិច្ចព្រមព្រៀងឲ្យចូលស្នាក់នៅហើយបានដឹងថាការការពាររបស់គេដូចគ្នានឹងអ្នកជួលទាំងអស់នៅក្នុងរដ្ឋ California ដែរអ្នករស់នៅគ្រប់រូបមានកិច្ចព្រមព្រៀងឲ្យចូលស្នាក់នៅដើម្បីការពារនិងណែនាំពួកគេត្រូវប្រកាសថាអ្នកបានយល់ពីអ្វីដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងរបស់អ្នកសូមចាំថាក្រុមរៀបចំផែនការរបស់អ្នកខិតខំផ្ដោតលើមនុស្សចំពោះរាល់កិច្ចការដែលពួកគេធ្វើហើយមនុស្សដែលនៅកណ្ដាលនោះគឺជារូបអ្នក